ប្រមួយចលនាវ៉មអាប់មុនពេលរត់មកមិនដឹងអត់ថាហេតុអីបានជាការកម្ដៅសាច់ដុំមានសារៈសំខាន់មុនពេលរត់ដោយសារតែការកម្ដៅសាច់ដុំជួយបង្កើនលំហូរឈាមនិងអុកស៊ីសែនជួយឲ្យសាច់ដុំមានភាពបត់បែនបានល្អនិងមិនងាយរងរបួសជាពិសេសធ្វើឲ្យយើងអាចរត់បានយូរជាងមុនឆ្ងាយជាងមុននិងលឿនជាងមុនហើយក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ការកម្ដៅសាច់ដុំមុនពេលប្រកួតរបស់ខ្ញុំសម្រាប់បងត្រៀមខ្លួនក្នុងកម្មវិធី 10000 ជំហានដើម្បីសឹម 10000 នាក់ដោយធ្វើឡើងនៅថ្ងៃទី31ឧសភាខាងមុខនេះដែលមានប្រភេទវិញ្ញាសា10គីឡូ5គីឡូនិង3គីឡូម៉ែត្រហើយសម្រាប់ចលនានីមួយៗនៃការ warm up យើងអាចធ្វើចន្លោះពី20វិទៅ30វិបានសម្រាប់ចលនាទី1គឺយើងរត់រហដៃថយក្រោយ2ហើយបដូរយើងអាចធ្វើគិតជានាទីក៏បានយើងអាចរាប់ចំនួនដងជាទូទៅខ្ញុំរាប់ពី1ដល់20ចលនាទី2គឺវង្វល់ចង្កេះកន្លែងនេះគឺសំខាន់ណាស់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងចង្កេះតាគៀកជាកន្លែង core body អញ្ចឹងខ្ញុំរាប់មកឆ្វេង10មកស្ដាំ10ដែរចលនាទី3ជាចលនាជើងដោយបន្ធូរសាច់ដុំផ្លូវក្រោយចលនាបែបនេះយើងអាចធ្វើដើរក៏បានយើងអាចធ្វើនៅមួយកន្លែងក៏បានចលនាទី4គឺការលោតមើលទៅសាមញ្ញប៉ុន្តែការលោតជួយបានច្រើនមែនទែនជួយទៅដល់ការដាស់បេះដូងដាស់រាងកាយយើងត្រៀមខ្លួនមុនពេលរត់រួមជាមួយនឹងការជួយឲ្យសាច់ដុំរបស់យើងក្តៅបានល្អទៀតផងចលនាទី5គឺការលោតលើកជង្គង់គឺកម្ដៅសាច់ដុំផ្លូវនិងត្រគាកសម្រាប់ចលនាទី6គឺការបោះជើងទៅមុខបែបនេះគឺជួយសម្រួលទៅដល់ភាពបត់បែននៃត្រគាករួមជាមួយនឹងបង្កើនចម្ងាយជំហានរបស់យើង6ចលនានេះគឺជាការកម្ដៅសាច់ដុំមុនរត់របស់ខ្ញុំបងអាចសាកក្នុងការកម្ដៅសាច់ដុំមុនរត់ឬក៏មុនប្រកួតបានអរគុណ